នេះចង់ប្រាប់ថានេះដេកនៅលើរឹងនោះហ៎ឬក៏នាងពេញចិត្តឲ្យខ្ញុំដេកលើគ្រែជាមួយដែរឮហើយមុនធីតាទៅជាអៀននឹងខឹងតែម្ដងឆ្លើយឡាប់ហើយនាយក៏មកគិតផ្ដេសផ្ដាស់ណាប្រយ័ត្នខ្ញុំពុទ្ធោអ្នកនាងខ្ញុំនិយាយលេងទេទោះបីជាខ្ញុំក្រក៏ខ្ញុំមិនដែលខ្សែលើមនុស្សស្រីដែរឆាប់សម្រាកចុះយប់យន្តស្ងាត់មានតែសំឡេងសត្វយំនិងពន្លឺផ្កាយរះប្រដេញគ្នាលើវេហាមុនធីតាមិនបានលក់នោះទេនាងបំរាស់ទៅមកគិតមិនយល់នៅមានពេលប្រហែលម៉ោងទៀតទេខ្ញុំនឹងខ្លាចជាឆ្មាវិញហើយតែគួរគិតបែបណាគេភ្ញាក់ឡើងមិនបានឃើញខ្ញុំតែគេនឹងភ័យយ៉ាងណាទៅសុកក៏បាត់នឹកឃើញហើយខ្ញុំនឹងសរសេរសម្បត្តិទុកសម្រាប់គេភ្ញាក់ឡើងគេនឹងបានឃើញសម្បត្តិនេះគេនឹងគិតថាខ្ញុំត្រឡប់ទៅស្រុកវិញហើយថាហើយនាងក្រមុំក៏បានប្រើសិលដើម្បីសរសេរជាសម្បត្តិមួយច្បាប់សម្រាប់កុលបុត្រអ្វីដែលសំខាន់នាងបានទម្លាក់កាក់មាសមួយសន្លឹកក្នុងក្រដាសនោះទុកថានេះជារង្វាន់ដែលនាងជួយខ្ញុំព្រលឹមស្រាងជាធម្មតាកុលបុត្រប្រញាប់ចូលព្រៃដើម្បីរកត្រីសាច់បន្លែខ្លះសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃអ្នកនាងខ្ញុំនេះតាបាត់តាណាហើយពុទ្ធោអើយជីវិតខ្ញុំអីក៏រញ៉េរញ៉ាញ់ម្លេះថាសត្វទៅមិនចង់នៅជាមួយសូម្បីតែនាងជាមនុស្សប្លែកមុខក៏មិនចង់នៅជាមួយយើងដែរស្រីអីមិនដឹងគ្មានសុជីវធម៌សោះខំជួយហើយនៅទៅដោយមិនលាគ្នាមួយម៉ាត់អូឆ្មាដ៏កំសត់នេះឯងទៅមកពីណាដឹងទេថាយើងដើររកឯងយើងខ្លាចសត្វខ្លាចាប់ឯងហាយស៊ីជាចំណីណាយើងបារម្ភពីឯងណាកុលបុត្រនេះទៅរកសត្វទៀតហើយឯក្មួយអូបាទមីងទៅរកសត្វនឹងបន្លែខ្លះទុកគ្រាន់ហូបណាមីងហើយឆ្មាមកពីណាក្មួយមើលទៅស្អាតហើយស្លូតបូតណាស់សក្បោះល្អទៀតផងបាទនេះជាឆ្មារបស់ខ្ញុំមីងវាឈ្មោះធីតាខ្ញុំយកវាមកនៅជាមួយគ្រាន់បានជាគ្នាកុំឲ្យអបសុកនឹងណាមីងយីឈ្មោះឆ្មារបស់ឯងមើលតែឈ្មោះមនុស្សហើយបុត្រអើយបាទមីងខ្ញុំទុកវាដូចជាសមាជិកខ្ញុំហើយអញ្ចឹងដាក់ឲ្យពីរោះទៅម្យ៉ាងវាជាឆ្មាញីដាក់អញ្ចឹងទៅវាសមនឹងរូបរាងពណ៌សម្បុររបស់វាមីងអញ្ចឹងខ្ញុំសូមចូលព្រៃសិនហើយណាឆាប់បានមកវិញមុនពេលមេឃងងឹតផងប្រយ័ត្នប្រយែងខ្លួនផងណាក្មួយអើយបាទមីងនេះកំឡោះក៏ដាក់ឆ្មាក្នុងកន្ត្រកពីក្រោយរួមដំណើរជាមួយគ្នាចូលព្រៃបាត់ទៅឆ្មាតូចអើយតើឯងឃ្លានទេយើងដកផ្សិតបន្តិចទៀតសិនណាហើយចាំទៅចាប់ត្រីល្អទេឆ្មាលឹតដៃកុលបុត្រជាសញ្ញាយល់ព្រមចេះណាស់ឯងនេះយើងមកដល់ហើយណាមិនយូរទេឯងប្រកាសជាបានត្រីស៊ីហើយចាំបន្តិចទៅណាចាំនៅលើថ្មនេះហើយប្រយ័ត្នធ្លាក់ទឹកយើងចុះទៅចាប់ត្រីសិនឬទេប្រយ័ត្នផងណាទឹកមើលទៅជ្រៅណាស់ឆ្មាតូចនេះណាយើងចាប់បានត្រីមួយក្បាលហើយឃើញទេអូក៏លបរអើងនឹងថ្មបោកក្បាលហើយលិចបាត់តាមទឹកក្បែរថ្មនោះនេះពធជួយផងអ្នកណាក៏បានដែរជួយនេះផងធ្វើមកខ្ញុំអាចជួយនេះបានទៅបើខ្ញុំនៅតែជាឆ្មាតើក៏ធ្វើយ៉ាងម៉េចទៅនេះ
សំណាងពិតជាមានអ្នកភូមិដែលគេមករកអស់ក៏បានឮឆ្មាយំហើយតាមមកក៏ឃើញកលបុត្រនៅមាត់ទឹកទៅហើយឆ្មាតូចពុទ្ធោកលបុត្រតាព្រះហើយជួយផង ជួយកូនផងខ្ញុំនឹងឲ្យលៀបសំណាងអ្នកដែលបានជួយម្ចាស់ខ្ញុំ សង្ស័យរអិលជើងនឹងថ្មនឹងហើយបុត្រអើយបុត្រមានតែគ្រាឡើងពីទឹកសិនទើបបានអ្នកភូមិបានគ្រារួចលើកបុត្រមកលើគោកហើយរកអុសមកបង្កាត់ភ្លើងដើម្បីឲ្យគេមានកម្ដៅនិងរកថ្នាំមកឲ្យគេផឹកផងឆ្មាតូចនៅទីនេះជាមួយម្ចាស់ឯងឮទេយើងទៅរកអ្នកភូមិរកគ្នាមកជួយម្ចាស់ឯងព្រោះយើងម្នាក់ឯងគ្រាបុត្រមិនរួចទេនៅទីនេះហើយណាហាមទៅណាប្រយ័ត្នខ្លាហាយស៊ីទៅហើយមេឃក៏ជិតងងឹតទៀតអញហើយអញថាហើយបរោះក៏ដើរសំដៅចូលទៅក្នុងភូមិបាត់ទៅមិនយូរប៉ុន្មានមេឃក៏ចាប់ផ្ដើមងងឹតបាត់អស់សូរិយាបង្ហាញដួងតារានិងព្រះច័ន្ទបំភ្លឺមេឃងងឹតជាថ្មីហើយដល់ពេលខ្លាចជាមនុស្សហើយប្រសិនណាពន្លឺក៏លេចចេញពីខ្លួនឆ្មាហើយប្រែជាមនុស្សដូចដើម